ធីតាស្រីក្រមុំវ័យ20ឆ្នាំដែលមានរូបរាងទុយល្អិតតែមានទឹកមុខស្រស់ស្រាយនិងភាពរហ័សរហួនបានមកធ្វើការជាអ្នកបម្រើផ្ទាល់ខ្លួននៅភូមិគ្រឹះដ៏ធំស្កឹមស្កាយរបស់លោកអុកញ៉ាវីរ៉ាភូមិគ្រឹះនោះមានសួនច្បារធំល្វឹងល្វើយពោរពេញទៅដោយផ្កានិងដើមឈើកម្រជាពិសេសគឺផ្ទះកញ្ចក់ចិញ្ចឹមផ្កាអ័រគីដេដ៏ស្រស់ស្អាតដែលលោកវីរ៉ាស្រឡាញ់ជាងអ្វីទាំងអស់លោកវីរ៉ាគឺជាបុរសវ័យ35ឆ្នាំដែលមានរូបរាងសង្ហាខ្ពស់ស្រឡះមានទម្រង់មុខតាក់ទាញតែទឹកមុខរបស់លោកតែងតែស្លូតបួតនិងរក្សាគម្លាតជាមួយអ្នកដទៃលោកជាថៅកែដ៏តឹងរ៉ឹងតែយុត្តិធម៌និងមានភាពវក់វីនឹងការងារធីតាដឹងយ៉ាងច្បាស់ថាខ្លួនគ្រាន់តែជាអ្នកបម្រើដែលមានតួនាទីថែរក្សាផ្ទះនិងបំពេញតម្រូវការប្រចាំថ្ងៃរបស់លោកវីរ៉ាតែប៉ុណ្ណោះតាំងពីថ្ងៃដំបូងដែលនាងបានឃើញលោកវីរ៉ានឹកឃើញឈុតកៅធំពណ៌ខ្មៅដ៏រាបទាបតែបង្កប់នូវភាពអង្អាចនាងក៏ចាប់ចិត្តស្រឡាញ់លោកដោយមិនដឹងខ្លួនរាល់ពេលដែលលោកដើរកាត់ទឹកអប់ក្លិនឈើដ៏ត្រជាក់របស់លោកតែងបក់ប៉ះចំមុះនាងធ្វើឲ្យបេះដូងធីតាលោតញាប់ខុសធម្មតាការងាររបស់នាងគឺការសម្អាតបន្ទប់គេងរបស់លោកការរៀបចំអាហារពេលព្រឹកនិងរាល់ថ្ងៃនាងតែងចំណាយពេលយូរដើម្បីរៀបចំផ្កាអ័រគីដេដែលលោកដាក់ក្នុងថៅលើតុការងារតែដែលនោះមិនមែនជាការងារចម្បងរបស់នាងឡើយធីតាតែងតែលួចមើលលោកវីរ៉ាពេលលោកកំពុងធ្វើការនៅក្នុងបន្ទប់ការិយាល័យឬពេលលោកកំពុងស្រោចទឹកអ័រគីដេនៅក្នុងផ្ទះកញ្ចក់ពេលខ្លះលោកក៏ចាប់បានក្រសែភ្នែកនាងហើយងាកមកសម្លឹងវិញរាប់លេងនោះធីតាតែងតែអំអៀនងាករេខ្វាច់រួចលែកថាមានការងារបន្ទាន់ត្រូវទៅធ្វើទាំងដែលនាងកំពុងកាន់តែក្រណាត់ជូតធូលីប៉ុណ្ណោះមួយខែក្រោយមកលោកវីរ៉ាចាប់ផ្ដើមកត់សម្គាល់ពីភាពខុសប្លែកតុការងាររបស់លោកមិនដែលខ្វះផ្កាអ័រគីដេពណ៌សនិងពណ៌ស្វាយឡាយសម្លៀកបំពាក់របស់លោកតែងត្រូវរៀបចំដាក់យ៉ាងមានរបៀបថ្ងៃមួយលោកវីរ៉ាបានកត់សម្គាល់ឃើញថាធីតាបានលួចដាក់ក្រដាសចំណាំតូចមួយនៅក្បែរពែងកាហ្វេរបស់លោកថៅកែគូថាសម្រាប់បន្តិចហើយទទួលទានកាហ្វេពេលវានៅក្តៅលោកវីរៈញញឹមតិចគាត់មិនដែលនឹកនាថាធីតាជាមនុស្សបែបនេះទេគាត់ធ្លាប់មានអ្នកបម្រើច្រើនអ្នកហើយតែគ្មានអ្នកណាដែលយកចិត្តទុកដាក់លម្អិតបែបនេះទេថ្ងៃមួយពេលដែលលោកវីរៈកំពុងពិនិត្យមើលអ័រគីដេកូនកាត់ថ្មីដែលលោកទើបតែនាំចូលធីតាក៏ដាវចូលទៅជិតដោយកាន់ថៅទឹកផ្លែឈើលោកថៅកែគួរតែទទួលទានទឹកក្រួយនេះទៅវាល្អសម្រាប់សុខភាពធីតានិយាយដោយសំឡេងស្រទន់តែលាយឡំនឹងភាពអំអៀនលោកវីរៈងាកមកមើលនាងឃើញទឹកមុខរបស់ធីតាឡើងក្រហមតិចហើយភ្នែករបស់នាងសម្លឹងទៅមើលផ្កាអ័រគីដេអរគុណធីតាលោកវីរៈនិយាយតើអ្នកចូលចិត្តផ្កាអ័រគីដេដែរឬធីតាងក់ក្បាលយ៉ាងលឿនចាវាស្រស់ស្អាតណាស់ខ្ញុំចូលចិត្តក្លិនរបស់វាហើយពណ៌របស់វាពិតជាទាក់ទាញតែខ្ញុំចូលចិត្តផ្កាអ័រគីដេពណ៌សបំផុតវាដូចជាបរិសុទ្ធនាងនិយាយបណ្ដានាងក៏លោកដៃទៅប៉ះស្លឹកផ្កាយ៉ាងថ្នមពណ៌សខ្ញុំក៏ស្រឡាញ់ពណ៌សដែរវាជាពណ៌នៃភាពបរិសុទ្ធនិងភាពស្ងប់ស្ងាត់លោកវីរៈឆ្លើយតបចុះអ្នកធ្លាប់រៀនពីការថែទាំវាទេអត់ទេខ្ញុំគ្រាន់តែដឹងខ្លះពីព្រោះខ្ញុំធ្លាប់មើលថែផ្កានៅផ្ទះរបស់ខ្ញុំកាលពីមុនធីតាឆ្លើយចាប់ពីថ្ងៃនោះមកលោកវីរៈតែងតែចំណាយពេលនិយាយជាមួយធីតាអំពីផ្កាអ័រគីដេធីតាបានក្លាយជាជំនួយការតូចមួយរបស់លោកនៅក្នុងផ្ទះកញ្ចក់នាងបានរៀនពីរបៀបបដូរភើងរបៀបដាក់ជីនិងរបៀបការពារសត្វល្អិតរាល់ពេលដែលលោកវីរៈញញឹមដាក់នាងឬសរសើរនាងថាអ្នករហ័សរហួនណាស់ធីតាបេះដូងធីតាតែងតែរំភើបពុនពេកចំណងមិត្តភាពការងាររវាងអ្នកបម្រើនិងថៅកែកាន់តែរឹងមាំទៅតែធីតាដឹងយ៉ាងច្បាស់ថាគម្លាតរវាងនាងនិងលោកវីរៈគឺធំធេងណាស់លោកវីរៈគឺជាអុកញ៉ាដ៏មានឥទ្ធិពលនិងមានមិត្តភ័ក្តិក្នុងរង្វង់សង្គមខ្ពស់ថ្ងៃមួយមានពិធីជប់លៀងដ៏ធំនៅក្នុងភូមិគ្រឹះធីតារវល់រៀបចំម្ហូបនិងទទួលភ្ញៀវពេលនោះនាងបានឃើញនារីម្នាក់គឺអ្នកនាងដាលីសដែលជាកូនស្រីរបស់អ្នកជំនួញដ៏ធំម្នាក់អ្នកនាងដាលីសមានសម្រស់ស្អាតស្លៀកពាក់ថ្លៃថ្នូរហើយតែងតែនៅក្បែរលោកវីរៈគ្រប់គ្នាខ្សឹបខ្សៀវគ្នាថាអ្នកនាងដាលីសនិងលោកវីរៈគឺជាគូស្នេហ៍ដែលត្រូវរៀបការនឹងគ្នាឆាប់នេះពេលឮដំណឹងនេះធីតាឈឺចាប់ដោយបេះដូងត្រូវវាបំបែកនាងបានដឹងខ្លួនថាខ្លួនមិនសមនឹងថៅកែរបស់ខ្លួនឡើយនាងលាក់ការឈឺចាប់របស់ខ្លួនដោយព្យាយាមធ្វើការកាន់តែខ្លាំង
ថែរក្សាអ្វីៗឲ្យកាន់តែល្អឥតខ្ចោះប៉ុន្មានថ្មីក្រោយមកលោកវីរៈបានហៅនាងទៅការិយាល័យធីតាខ្ញុំមានរឿងចង់ប្រាប់ញាក់សំឡេងរបស់លោកវីរៈស្ងប់ស្ងាត់ខ្ញុំនឹងត្រូវភ្ជាប់ពាក្យជាមួយអ្នកនាងដាលីសនៅខែក្រោយហើយយើងត្រូវរៀបចំពិធីឲ្យបានល្អបំផុតធីតាញ័រទៅត្រឹកនាងព្យាយាមទប់ទឹកភ្នែកមិនឲ្យហូរចាលោកថៅកែខ្ញុំនឹងរៀបចំអ្វីៗឲ្យបានល្អបំផុតនាងតបដោយសំឡេងស្អាតស្អាតមានអ្វីកើតឡើងធីតាលោកវីរៈសួរដោយឃើញទឹកមុខនាងស្លេកស្លាំងអត់ទេខ្ញុំគ្រាន់តែរំភើបចំនួនលោកថៅកែនាងនិយាយកុហករួចក៏អោនលំទោនឲ្យដើរចេញយ៉ាងលឿនយប់នោះធីតាបាយដើរចូលទៅក្នុងផ្ទះកញ្ចក់ផ្កាអ័រគីដេនាងបានអង្គុយយំនៅក្បែរផ្កាអ័រគីដេពណ៌សដែលនាងស្រឡាញ់បំផុតនាងដឹងថាដល់ពេលដែលនាងទ្រឹដកខ្លួនចេញហើយនាងមិនអាចលួចស្រឡាញ់បុរសម្នាក់ដែលជិតคล้ายជាប្តីរបស់គេបានឡើយថ្ងៃបន្ទាប់ធីតាបានសរសេរសម្បត្តិលាលែងពីការងារនាងសម្រេចទៀតតែមុនពេលពិធីភ្ជាប់ពាក្យចាប់ផ្ដើមនាងបានទៅជួបលោកវីរៈនៅក្បែរផ្ទះកញ្ចក់លោកថៅកែខ្ញុំសូមលាលែងពីការងារធីតាហុចសម្បត្តិឲ្យលោកវីរៈដោយមិនហ៊ានមើលមុខលោកឡើយលោកវីរៈមិនបានចាប់យកសម្បត្តិនោះទេតែបែរជាចាប់កាក់ដៃនាងយ៉ាងថ្នមហេតុអ្វីតើអ្នកមានបញ្ហាអ្វីឬមួយអ្នកមិនសប្បាយចិត្តនឹងការងាររបស់ខ្ញុំសំឡេងលោកវីរៈឡើងខ្លាំងជាងមុនអត់ទេខ្ញុំគ្រាន់តែខ្ញុំត្រូវទៅផ្ទះមើលជំងឺម្ដាយខ្ញុំនាងក៏ហក់ម្ដងទៀតទឹកភ្នែកចាប់ផ្ដើមហូរលោកវីរៈក៏ទាញនាងឲ្យបែរមកវិញហើយមើលមុខនាងចំខ្ញុំដឹងថាអ្នកក៏ហាក់ធីតាតើអ្នកគិតថាខ្ញុំមិនដឹងថាអ្នកកំពុងលាក់បាំងអ្វីមួយទេឬខ្ញុំមិនបានលាក់បាំងទេធីតាយំយ៉ាងខ្លាំងតើអ្នកយំដោយសារតែខ្ញុំនឹងរៀបការមែនទេលោកវីរៈសួរនាងចំធ្វើឲ្យនាងស្រឡាំងកាំងលោកថៅកែកុំនិយាយបែបនេះខ្ញុំគ្រាន់តែជាអ្នកបម្រើនាងព្យាយាមរើបំរាស់បាទអ្នកជាអ្នកបម្រើរបស់ខ្ញុំតែអ្នកជាអ្នកបម្រើដែលតែងតែធ្វើឲ្យបេះដូងខ្ញុំកក់ក្ដៅលោកវីរៈនិយាយដោយទឹកមុខទន់ភ្លន់តើអ្នកដឹងទេថាហេតុអ្វីបានជាខ្ញុំស្រឡាញ់ផ្កាអ័រគីដេពណ៌សធីតាក្រឡេកមើលផ្កាអ័រគីដេពណ៌សខ្ញុំស្រឡាញ់វាព្រោះវាបរិសុទ្ធតែរឹងមាំហើយតែងតែធ្វើឲ្យខ្ញុំនឹកឃើញដល់មនុស្សស្រីម្នាក់ដែលតែងតែថែរក្សាវានិងថែរក្សាខ្ញុំលោកវីរៈនិយាយខ្ញុំមិនដែលស្រឡាញ់អ្នកនាងដាលីសឡើយការភ្ជាប់ពាក្យនោះគ្រាន់តែជាកិច្ចព្រមព្រៀងជំនួញដែលគ្រូសាខ្ញុំចង់បានតែខ្ញុំបានធ្លាក់ក្នុងអន្លង់ស្នេហ៍អ្នកបម្រើរបស់ខ្ញុំបាត់ទៅហើយធីតាភ្ញាក់ផ្អើលយ៉ាងខ្លាំងរហូតដល់បាត់អស់ទឹកភ្នែកលោកថៅកែលោកនិយាយការពិតមែនទេខ្ញុំមិនដែលលេងសើចរឿងស្នេហាទេលោកវីរៈញញឹមហើយយកដៃទៅជូតទឹកភ្នែកនាងខ្ញុំស្រឡាញ់ភាពរហ័សរហួនភាពស្មោះត្រង់និងការយកចិត្តទុកដាក់របស់អ្នកខ្ញុំស្រឡាញ់បេះដូងបរិសុទ្ធរបស់អ្នកដែលដូចជាផ្កាអ័រគីដេពណ៌សដែលខ្ញុំស្រឡាញ់តើអ្នកអាចទទួលយកក្តីស្រឡាញ់របស់ខ្ញុំបានទេធីតាញញឹមទាំងទឹកភ្នែកនាងមិននិយាយអ្វីក្រៅពីងក់ក្បាលយ៉ាងលឿនលោកវីរៈក៏ទាញនាងមកអបយ៉ាងណែននៅកណ្ដាលចំការផ្កាអ័រគីដេដ៏ស្រស់ស្អាតគម្លាតរវាងឋានៈក៏បានបាត់អស់ស្នេហាបរិសុទ្ធរបស់ពួកគេបានរីកដុះដាលដោយផ្កាអ័រគីដេពណ៌សដែលកំពុងរីកស្រស់ស្អាតក្រោយមកលោកវីរៈបានលុបចោលពិធីភ្ជាប់ពាក្យជាមួយអ្នកនាងដាលីសហើយប្រកាសការពិតដល់គ្រួសាររបស់លោកបានភ្ញាក់ផ្អើលតែនៅពេលពួកគេបានជួបធីតាពួកគេក៏យល់ស្របនឹងជំរឿសរបស់លោកវីរៈព្រោះធីតាពិតជាក្មេងស្រីដ៏ល្អនិងមានបេះដូងបរិសុទ្ធ2ឆ្នាំក្រោយមកធីតាមិនមែនជាអ្នកបម្រើទៀតទេនាងបានក្លាយជាលោកស្រីវីរៈដែលជាភរិយាដ៏ស្រស់ស្អាតរបស់ឧកញ៉ាវីរៈនាងនៅតែជាអ្នកថែរក្សាផ្ទះនិងចំការអ័រគីដេរបស់លោកពេលធីតានិងលោកវីរៈយកគ្នាជាប្តីប្រពន្ធធីតាភ័យខ្លាំងណាស់ថ្ងៃសុំដំណេកមុនដំបូងលោកវីរៈមកនិយាយផ្អែមធ្វើឲ្យនាងមានអារម្មណ៍ថាកក់ក្ដៅយ៉ាងខ្លាំងលោកវីរៈនិយាយថាធីតាបងស្រឡាញ់អូនខ្លាំងណាស់បងលាក់ទុកយូរហើយយប់នេះជារាត្រីដំបូងរបស់យើងតើអូនភ័យទេធីតាក៏ឆ្លើយលោកថៅកែខៀងភ័យណាស់ថៅកែក៏និយាយតបចឹងបិទភ្នែកទៅធីតាក៏បិទភ្នែកពេលនោះលោកវីរៈបានដោះខោអាវធីតាម្ដងបន្តិចលោកវីរៈបានយកអណ្ដាតរបស់គាត់លិទ្ធធីតាម្ដងបន្តិចធ្វើឲ្យធីតាស្រាវខ្លួនណាស់
លោកវីរៈទ្រាំមិនបាននោះទេគាត់និយាយទៅធីតាថាអូនសំឡាញ់បងដាក់អូនតូចចូលហើយណាធីតាអៀនមិនហ៊ាននិយាយពេលនោះលោកវីរៈក៏បញ្ចេញឲ្យអូនតូចមកហើយក៏ដាក់ចូលទ្វាររបស់ធីតាដាក់មិនងាយចូលនោះទេដោយសារតែធីតាមិនទាន់អស់ព្រហ្មចារីធីតាក៏និយាយថាលោកថៅកែខ្ញុំឈឺណាស់ថៅកែឮបែបនោះក៏យកទឹកមាត់ដាក់លាបបន្តិចថៅកែសម្រួលអារម្មណ៍ពេលនោះអូនតូចរបស់គាត់ក៏បានចូលទៅទ្វាររបស់ធីតាពាក់កណ្ដាលធីតាទាញគាត់ចេញប្រាប់ថាឈឺណាស់ថៅកែក៏យកមាត់របស់គាត់ទៅលិតកំឡាញ់ទ្វាររបស់នាងពេលដែលឃើញនាងមានអារម្មណ៍ហើយថៅកែក៏យកអូនតូចដាក់ម្ដងទៀតពេលនោះចូលឡើងកប់នាងក៏ស្រែកថៅកែក៏មានអារម្មណ៍ថាស្រួលខ្លាំងណាស់លោកវីរៈនិយាយថ្នមអូនធីតាហេតុអ្វីស្រួលយ៉ាងនេះបងទ្រាំមិនបានទេពេលនោះដំបងរបស់គាត់កាន់តែធំកាន់តែរឹងស្រាប់តែជីនទឹកចូលទៅទ្វាររបស់នាងពេញលោកវីរៈក៏បានកេងអោបជាមួយនាងរាត្រីទី1ប្រហែលជាកន្លះម៉ោងទៀតលោកវីរៈបានក្រោកអូនតូចគាត់ចាប់ផ្ដើមរឹងទៀតចាប់ផ្ដើមជក់ទៅដាក់ទ្វាររបស់ធីតាម្ដងទៀតម្ដងនេះគាត់ធ្វើយូរណាស់ប្រហែលជាកន្លះម៉ោងធីតាក៏មានអារម្មណ៍ថាកក់ក្ដៅពេញរាងកាយរាត្រីនោះធីតាក៏ចេញលោកវីរៈក៏ចេញព្រមគ្នាកម្លាំងលោកវីរៈពោពេញដោយមានកម្លាំងមួយយប់យ៉ាងហោចណាស់4ដងដែរថ្ងៃមួយធីតានិងលោកវីរៈបានអង្គុយក្នុងផ្ទះកញ្ចក់ពេលនោះលោកវីរៈបាននិយាយញាក់ជាអគីដេពណ៌សនៅក្នុងបេះដូងរបស់ខ្ញុំធីតាញាក់បានផ្លាស់ប្ដូរជីវិតរបស់ខ្ញុំធីតាញញឹមហើយផ្អែកក្បាលលើស្មាលោកវីរៈលោកថាកាយលោកជាអ្នកថែរក្សាខ្ញុំដែលបានធ្វើឲ្យខ្ញុំបានរីកស្រស់ស្អាតពួកគេទាំងពីរក៏សម្លឹងមើលផ្កាអគីដេពណ៌សដែលរីកស្គុះស្កាយពោពេញទៅដោយក្តីស្រឡាញ់និងសុភមង្គលស្នេហាគ្មានព្រំដែន